តែអ្នកគិតថាប្រទេសអ៊ីរ៉ង់មានតែព័ត៌មានអំពីទណ្ឌកម្មព្រៃនិងរូបភាពវិហារដែលមានដំបូលមួយមែនទេចុះបើមានភូមិមួយដែលមនុស្សនៅតែរស់នៅក្នុងផ្ទាំងថ្មតើអ្នកយល់យ៉ាងណាដែរឬក៏ប្រាសាទបុរាណមួយដែលនៅលើឥដ្ឋមានស្នាមជើងក្មេងម្នាក់ដែលបានបាត់ខ្លួនកាលពី 3000 ឆ្នាំមុនហើយនៅចុងបញ្ចប់អ្នកនឹងឃើញបឹងមួយដែលទទួលយកដង្វាយរាប់សិតវត្តមកហើយតែមិនដែលឲ្យវេត្រឡប់មកវិញឡើយថ្ងៃនេះយើងនឹងបង្ហាញទីកន្លែងចំនួន9ក្នុងប្រទេសអ៊ីរ៉ង់ដែលនឹងធ្វើឲ្យអ្នកផ្លាស់ប្ដូរការយល់ឃើញចំពោះប្រទេសនេះអ៊ីរ៉ង់ត្រូវបានគេបង្ហាញក្នុងរូបភាពសាមញ្ញពេកដូចជាគ្រាន់តែជាប្រទេសមួយលើផែនទីជាព័ត៌មាននយោបាយឬជារូបភាពទេសចរណ៍ដែរប៉ុន្តែបើពិនិត្យឲ្យស៊ីជម្រៅអ្នកនឹងឃើញទឹកដីមួយដែលអតីតកាលមិនមែននៅក្នុងសារមន្ទីរទេតែវាបង្កប់ក្នុងថ្មអំបិលដីឥដ្ឋនិងឆ្អឹងមនុស្សជួនកាលវាជាកំទេចបាក់បែកជួនកាលជាភូមិដែលមានមនុស្សរស់នៅនិងជួនកាលជាចំណុចតូចមួយដែលផ្លាស់ប្ដូរការយល់ដឹងអំពីពិភពបុរាណកាលណាយើងកាន់តែស្វែងយល់ទៅមុខអារម្មណ៍នេះនឹងកាន់តែប្លែកខ្លាំងឡើងដំបូងគឺផ្ទះចម្លែកក្នុងភ្នំបន្ទាប់មកគឺប្រាសាទស៊ីកូរ៉ាត់ដ៏ធំដែលមានស្នាមជើងក្មេងលើឥដ្ឋរួចមកគឺប៉មវិហារដែលរញ្ជួយដូចជាមានអ្វីរស់នៅខាងក្នុងហើយនៅជិតចុងបញ្ចប់នឹងមានកន្លែងដែលធ្វើឲ្យយើងពិបាកបែងចែករវាងប្រវត្តិសាស្ត្រនិងភាពរន្ធត់ជាក់ស្ដែងហើយចំណតដំបូងគឺម៉ៃម៉ាន់នៅភាគខាងត្បូងប្រទេសអ៊ីរ៉ង់មានភូមិមួយដែលផ្ទះមិនមែនសាងសង់ឡើងទេគឺគេដាប់ចេញពីផ្ទាំងថ្មតែម្ដងមិនមែននៅក្បែរភ្នំឬនៅជើងភ្នំទេគឺនៅខាងក្នុងភ្នំតែម្ដងហាក់ដូចជាមនុស្សធ្លាប់សម្រេចចិត្តចាក់ចេញពីពិភពខាងក្រៅហើយរស់នៅជាមួយថ្មភាពស្ងប់ស្ងាត់និងផ្លូវតូចដែលពេលវេលាហាក់ដូចជាឈប់ដើរមើលពីចម្ងាយម៉ៃម៉ាន់មិនដូចជាភូមិទេតែដូចជាចង្កេះភ្នំដែលពោពេញដោយរន្ធខ្មៅគ្មានភាពកក់ក្ដៅគ្មានរូបរាងផ្ទះធម្មតាមានតែថ្មស្ងួតពន្លឺចាំងខ្លាំងនិងរន្ធដែលមើលទៅដូចជាប្រឡងភ្នែកឬជាច្រកចូលភ្នូបុរាណប៉ុន្តែនៅពេលអ្នកដើរទៅជិតអ្នកនឹងឃើញស្នាមផ្សែងលើពិដានចានឆ្នាំងនៅតាមជញ្ជាំងព្រំនៅមាត់ទ្វារនិងងឺសំឡេងមនុស្សនៅពីក្រោយជញ្ជាំងថ្មហើយវានឹងធ្វើឲ្យអ្នកមានអារម្មណ៍ប្លែកទីនេះមិនមែនជាកន្លែងស្លាប់ទេគឺវាមានជីវិតម៉ៃម៉ាន់ស្ថិតក្នុងខេត្តឃឺម៉ាន់ហើយត្រូវបានគេចាត់ទុកថាជាទីតាំងលំនៅឋានបុរាណបំផុតមួយរបស់អ៊ីរ៉ង់ដែលមានមនុស្សរស់នៅរហូតមកផ្ទះថ្មនៅទីនេះត្រូវបានប្រើប្រាស់រាប់សិតវត្សមកហើយមានបន្ទប់រាប់រយត្រូវបានដាប់នៅតាមចង្កេះភ្នំគោលការណ៍នៃទីកន្លែងនេះគឺគួរឲ្យភ្ញាក់ផ្អើលជាមួយនឹងតវិជ្ជាដ៏ម៉ឺងម៉ាត់របស់វាមនុស្សមិនបានយកថ្មមកសាងសង់ផ្ទះទេតែពួកគេបានដាប់យកថ្មចេញដើម្បីបង្កើតកន្លែងសម្រាប់រស់នៅភ្នំមិនមែនគ្រាន់តែជាទិដ្ឋភាពខាងក្រោយទេតែវាគឺជាទូផ្ទះតែម្ដងប៉ុន្តែអ្វីដែលអស្ចារ្យបំផុតនៅទីនេះមិនមែនត្រឹមតែអាយុកាលនោះទេអារម្មណ៍ម្យ៉ាងទៀតគឺមានឥទ្ធិពលជាមីអ្នកនឹងដឹងថាក្នុងបន្ទប់ទាំងនេះធ្លាប់មានមនុស្សរស់នៅដែលកាលនោះពិភពលោកមើលទៅខុសប្លែកពីពេលនេះទាំងស្រុងហើយបន្ទាប់មកក្នុងជញ្ជាំងដដែលនេះរាប់សិតវត្សក្រោយមកគេបានអុជចង្គៀងដាំទឹកតែនិងជែកគ្នាពីរឿងប្រចាំថ្ងៃធម្មតារវាងអតីតកាលដ៏យូរលង់និងបច្ចុប្បន្នកាលទីនេះហាក់ដូចជាគ្មានគម្លាតតតែសោះមានតែភាពបន្តបន្ទាប់គ្នាដ៏ចម្លែកនិងស្ទើរតែមិនអាចទៅរួចប៉ុណ្ណោះហើយនោះហើយជាមូលហេតុដែលមេមិនមានឥទ្ធិពលខ្លាំងបែបនេះគេអាចពណ៌នាវាដោយខ្លីថាជាទីតាំងលំនៅឋានក្នុងផ្ទាំងថ្មទេសភាពវប្បធម៌និងប្រភេទលំនៅឋានដ៏កម្រប៉ុន្តែនៅពេលដែលអ្នកឈរនៅពីមុខច្រកចូលដងងឹតទាំងនេះហើយដឹងថាមានភ្លើងកំពុងឆេះនៅខាងក្នុងហើយមាននរណាម្នាក់កំពុងរស់នៅជីវិតធម្មតារបស់ពួកគេអ៊ីថាបេតិកភណ្ឌស្រាប់តែខ្លាយជាខ្សោយពេកព្រោះនៅចំពោះមុខអ្នកមិនមែនជាវិមានទេប៉ុន្តែជាទម្រង់នៃការរស់រានមានជីវិតដែលបានឆ្លងកាត់យុគសម័យជាច្រើនប៉ុន្តែនេះគ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះចំណុចបន្ទាប់គឺ Chogazenbo នៅកណ្ដាលវាលទំនាបមានសំណង់ដ៏ធំសម្បើមមួយបានងើបឡើងហាក់ដូចជាដីដុតមួយដុំដ៏ធំត្រូវបានរុញឡើងលើហើយបង្កប់ឲ្យคล้ายជាប្រាសាទគ្មានទីក្រុងអ៊ូអរនៅជុំវិញគ្មានជម្រកធម្មជាតិគ្មានបរិយាកាសដែលធ្លាប់ស្គាល់មានតែឥដ្ឋមេឃនិងអារម្មណ៍ថាអ្វីដែលនៅចំពោះមុខអ្នកមិនមែនគ្រាន់តែជាកំទេចកំទីប៉ុណ្ណោះទេប៉ុន្តែជាបំណែកនៃសណ្ដាប់ធ្នាប់ចម្លែកមួយដែលមានអាយុកាលជាង 3000 ឆ្នាំChogazenbo ត្រូវបានសាងសង់ឡើងក្នុងសតវត្សទី13មុនគ្រិស្តសករាជក្នុងសម័យអារីធរអេឡាមេកបរិវេណនេះដែលត្រូវបានគេស្គាល់ថាជា Derontash ត្រូវបានសាងសង់ឡើងតាមព្រះរាជបំណងរបស់ស្ដេច Antashneprisha គ្រឹះនៃ Ziggurat គឺធំសម្បើមណាស់ហើយកម្ពស់ដើមរបស់វាឡើងដល់ប្រហែល50 ម៉ែត្រទោះបីជាស្ថិតក្នុងសភាពទ្រុឌទ្រោមក៏ដោយវាមិនមែនគ្រាន់តែជាប្រាសាទដ៏ធំប៉ុណ្ណោះទេវាគឺជាការបង្ហាញពីអំណាចដែលធ្វើឡើងពីឥដ្ឋកម្ដៅនិងការតស៊ូរបស់មនុស្សនៅពេលអ្នកចូលទៅជិតដំបូងឡើយគឺទំហំដ៏ធំសម្បើមបន្ទាប់មកអ្វីផ្សេងទៀតចាប់ផ្ដើមសង្កត់សង្កិន
អ្នកនឹងយល់ថាតើត្រូវប្រើកម្លាំងដៃប៉ុន្មានពេលវេលាប៉ុន្មានថ្ងៃនិងកម្លាំងប៉ុន្មានដើម្បីលើកសំណង់ដ៏ធំនេះឡើងនៅកណ្ដាលវាលទំនាបដ៏ធំល្វឹងល្វើយនៅលើអត្តមានសាលាចារឹកអក្សររៀងដូចកូនសដែលបានរស់រានមានជីវិតឆ្លងកាត់ពេលវេលាសង្គ្រាមនិងទឹកភ្លៀងប៉ុន្តែស្លាកស្នាមដែលខ្លាំងបំផុតនៅទីនេះមិនមែនជារបស់ស្ដេចទេវាគឺជាស្នាមជើងតូចមួយនៅក្នុងដីឥដ្ឋស្នាមជើងក្មេងដែលបន្សល់ទុកដោយចៃដន្យនៅលើឥដ្ឋមុនពេលវាស្ងួតហើយคล้ายជាផ្នែកនៃបរិវេណដ៏វិសុទ្ធស្នាមជើងមួយខណៈពេលដ៏ចៃដន្យមួយនិងភាពស្ងប់ស្ងាត់ 3000 ឆ្នាំបន្ទាប់ពីវានៅវិនាទីនោះភាពអស្ចារ្យទាំងអស់ត្រូវបានបង្រួមមកត្រឹមទិដ្ឋភាពជីវិតប្រចាំថ្ងៃការដ្ឋានសំណង់កម្ដៅកម្មករការស្រែកហូធូលីដីនិងក្មេងម្នាក់ដែលមិនចាប់អារម្មណ៍នឹងរឿងទាំងអស់នេះតតែសោះហើយព័ត៌មានលម្អិតនេះហើយដែលមានឥទ្ធិពលខ្លាំងជាងស៊ីហ្គរ៉េតទៅទៀតប្រាសាទដ៏ធំសម្បើមគេអាចគោរពពីចម្ងាយប៉ុន្តែស្នាមជើងតូចមួយធ្វើឲ្យអ្នករំភើបចិត្តវាដាស់តឿនយើងថានៅពីក្រោយសំណង់ដ៏អស្ចារ្យណាមួយគឺមានមនុស្សធម្មតាដែលហត់នឿយមានជីវិតមានកូនចៅមានកំហុសនិងភាពមាញឹកប្រចាំថ្ងៃគឺព័ត៌មានលម្អិតបែបនេះហើយដែលផ្លាស់ប្ដូរបុរាណវត្ថុពីការតុបតែងឲ្យคล้ายជាវត្តមានជាក់ស្ដែងGeorge Zangbo ក៏មានភាពចម្លែកមួយទៀតដែរមនុស្សជាច្រើននិយាយអំពីសូរស័ព្ទពិសេសនៃកំទេចកំទីទាំងនេះខ្យល់បក់កាត់ចន្លោះជញ្ជាំងនិងទីធ្លាបើកចំហធ្វើឲ្យសំឡេងនៅទីនេះជួនកាលមានលក្ខណៈមិនធម្មតាអ្នកវិទ្យាសាស្ត្រនឹងពន្យល់យ៉ាងងាយស្រួលថាវាបណ្ដាលមកពីទម្រង់នៃសំណង់និងទេសភាពប៉ុន្តែនៅក្នុងទីកន្លែងដែលឥដ្ឋនេះមួយធ្លាប់ជាផ្នែកនៃម៉ាស៊ីនដ៏វិសុទ្ធសូម្បីតែការពន្យល់ដ៏សម្ហេតុផលក៏ស្ដាប់ទៅមិនសូវជាគួរឲ្យស្ងប់ចិត្តដែរហើយឥឡូវនេះយើងធ្វើដំណើរទៅកាន់ទីក្រុង Gesvenនៅទីនេះមានសំណង់មួយដែលមើលទៅហាក់ដូចជាស្ងប់ស្ងាត់រហូតដល់ពេលដែលវាចាប់ផ្ដើមរំកិលMona John Ben គឺជាករណីដ៏គំរមួយដែលស្ថាបត្យកម្មថ្មីធ្វើឲ្យយើងមានមន្ទិលសង្ស័យលើវិចារណញ្ញាណរបស់ខ្លួនឯងនៅចំពោះមុខអ្នកគឺជាវិមានបញ្ចុះស្នេហ៍សតវត្សទី14និងប៉ុមមីណារ៉េតដ៏ស្រឡូនពីរហើយអ្វីគ្រប់យ៉ាងនៅក្នុងទិដ្ឋភាពនេះបានប្រាប់ថាវាគួរតែនៅស្ងៀមមិនកម្រើកប៉ុន្តែប្រសិនបើអ្នកអង្រួនប៉ុមមីណារ៉េតមួយប៉ុមទី2នឹងចាប់ផ្ដើមរំញ័រតាមហើយនៅពេលនោះខួរក្បាលរបស់អ្នកនឹងឈប់ជាភ្នែកខ្លួនឯងមួយរំពេចឯវិមានបញ្ចុះសពនេះផ្ទាល់ត្រូវបានគេភ្ជាប់ទៅនឹងឈ្មោះ Ahmad Abdullah Khalodani ការសាងសង់នេះគឺតាំងពីសតវត្សទី14មកម្លេះហើយកម្ពស់នៃប៉ុមមីណារ៉េតគឺប្រហែល17ម៉ែត្របើតាមទស្សនវិស្វករនេះគឺជាការរំញ័ររួមសមាមាត្រនិងការបញ្ជូនរំញ័រតាមរយៈរចនាសម្ព័ន្ធរួមចំណែកតាមទស្សនៈរបស់អ្នកដែលនៅទីនោះផ្ទាល់វាគឺជាថ្មដែលហាក់ដូចជាមានជីវិតរស់រវើកពេកអ្វីដែលគួរឲ្យបារម្ភបំផុតនៅទីនេះគឺរបៀបដែលវាធ្វើឲ្យខុសពីការរំពឹងទុកប៉ុមមីណារ៉េតគួរតែជានិមិត្តរូបនៃភាពរឹងមាំភាពត្រង់ធរណីមាត្រនិងភាពជឿជាក់ប៉ុន្តែនៅទីនេះជញ្ជាំងអ៊ែតនិងបាយអាចារ្យស្រាប់តែចាប់ផ្ដើមមានសកម្មភាពខុសពីធម្មតាហើយទោះបីជាអ្នកដឹងពីការពន្យល់ក៏ដោយក៏អារម្មណ៍ខាងក្នុងរបស់អ្នកនៅតែមិនចង់ជឿនៅអ្វីដែលបានឃើញដែរជាការពិតណាស់រឿងព្រេងអំពីល្បាយសម្ងាត់និងចំណេះដឹងដែលបានបាត់បង់បានកើតឡើងជុំវិញ Mona John Benវាប្រហែលជាគ្រាន់តែជារឿងប្រឌិតដ៏ស្រស់ស្អាតប៉ុន្តែរឿងព្រេងបែបនេះមិនមែនកើតឡើងដោយចៃដន្យនោះទេមនុស្សពិបាកនឹងទទួលយកថាជាងជំនាញពីបុរាណអាចបង្កើតរចនាសម្ព័ន្ធដែលសូម្បីតែសប្តាហ៍ថ្ងៃនេះមើលទៅហាក់ដូចជាការសម្ដែងសិល្បៈនៅមានចំណុចមួយទៀតដែលធ្វើឲ្យទីកន្លែងនេះកាន់តែគួរឲ្យព្រួយបារម្ភអច្ឆរិយៈដ៏សំខាន់របស់វាបានក្លាយជាការគំរាមកំហែងដ៏ធំបំផុតក្នុងពេលតែមួយកាលណាមានមនុស្សចង់ឃើញប៉ុមមីណារ៉េតរំញ័រកាន់តែច្រើនវិមាននេះក៏កាន់តែខូចខាតទៅតាមនោះដែរវាហាក់ដូចជាភាពផ្ទុយគ្នាដ៏សាហាវមួយសំណង់នេះល្បីល្បាញដោយសារវាអាចរំកិលបានហើយចលនានេះឯងដែលអាចបំផ្លាញវាប៉ុន្តែប្រទេសអ៊ីរ៉ង់មិនមែនមានតែស្ថាបត្យកម្មទេដែលអាចធ្វើឲ្យយើងស្ញប់ស្ញែងនោះជួនកាលគ្រាន់តែទេសភាពមួយក៏គ្រប់គ្រាន់ដែរហើយគោលដៅបន្ទាប់នឹងបង្ហាញឲ្យឃើញដោយមិនបាច់មានរឿងព្រេងឡើយDash Lot មិនដូចជាវាលខ្សាច់ដែលមនុស្សអាចរស់នៅបានតតែសោះវាមិនមែនជាវាលខ្សាច់ដ៏រ៉ូមែនទិកឬរូបភាពកាត់ពស់ដាវដែលមានខ្សាច់ពណ៌មាសនោះទេវាគឺជាលំហដែលផ្ទៃដីហាក់ដូចជាបដិសេធមិនទទួលយកជីវិតអ្វីទាំងអស់អ្វីដែលអស្ចារ្យបំផុតនៅទីនេះគឺ Khaluts ដែលជាជួរភ្នំជញ្ជាំងនិងប៉ុមរាប់ពាន់បង្កើតឡើងដោយខ្យល់និងជ្រុនទឹកដ៏គំរបើមើលពីលើអាកាសពួកវាដូចជាទីក្រុងដ៏ធំមួយដែលមិនត្រឹមតែបាត់បង់អ្នករស់នៅប៉ុណ្ណោះទេប៉ុន្តែថែមទាំងបាត់បង់ទាំងមូលហេតុនៃអត្ថភាពរបស់វាទៀតផងបើមើលពីលើដីវិញទិដ្ឋភាពរឹតតែគួរឲ្យខ្លាចជាងនេះទៅទៀតអ្នកដែលនៅចន្លោះសំណង់ទាំងនេះដូចជាកំពុងដើរតាមដងផ្លូវក្នុងទីក្រុងដ៏ធំមួយដែលមិនមែនមនុស្សជាអ្នកសាងសង់ Dash Lot ស្ថិតនៅភាគអាគ្នេយ៍នៃប្រទេសអ៊ីរ៉ង់ហើយត្រូវបានគេស្គាល់ថាជាតំបន់វាលខ្សាច់ដ៏ក្តៅបំផុតមួយនៅក្នុងតំបន់
សេតុនហភាពផ្ទៃដីនៅទីនេះត្រូវបានកត់ត្រាថាខ្ពស់ខ្លាំងណាស់ប៉ុន្តែតួលេខមិនគួរឲ្យខ្លាចដោយទិដ្ឋភាពផ្ទាល់ភ្នែកនោះទេព្រោះអ្វីដែលសំខាន់នៅឡុតមិនមែនជាកម្ដៅឡើយប៉ុន្តែគឺជាអារម្មណ៍នៃភាពឯកោទាំងស្រុងវាហាក់ដូចជាអ្នកបានមកដល់ផ្នែកមួយនៃភពផែនដីដែលជីវិតមិនមែនចាញ់នោះទេប៉ុន្តែគ្រាន់តែមិនទាន់ទទួលបានសិទ្ធិក្នុងការចាប់ផ្ដើមតំបន់កាលូតលាតសន្ធិនលើផ្ទៃដីដ៏ធំវឹងល្វើយវាមិនមែនគ្រាន់តែជាទិដ្ឋភាពដ៏ស្រស់ស្អាតមួយឬធម្មតាដ៏អស្ចារ្យមួយនោះទេវាគឺជាលំហនៃផ្ទាំងថ្មដ៏ស្មុគស្មាញដែលត្រូវបានច្នៃឡើងយ៉ាងផ្ចិតផ្ចង់រហូតធ្វើឲ្យធម្មជាតិមើលទៅដូចជាស្ថាបត្យករដែលមានរសនិយមបែបអាថ៌កំបាំងបំផុតខ្យល់នៅទីនេះប្រៀបដូចជាកាំបិតឆ្លាក់ដ៏ធំចំណែកឯទឹកវិញប្រៀបដូចជាឧបករណ៍ដែលបានកែច្នៃរូបរាងនេះរាប់ពាន់ដងរហូតដល់មានភាពច្បាស់លាស់គួរឲ្យខ្លាចនេះហើយជាមូលហេតុដែលវាខ្សាច់ដាស់អ៊ីលូតគួរឲ្យខ្លាចជាងកន្លែងដែលមានបណ្ដាសាជាច្រើនទៀតបណ្ដាសាអាចចាត់ទុកថាជារឿងព្រេងប៉ុន្តែនៅទីនេះអ្នកនឹងមានអារម្មណ៍ដានតឹងដោយសារតែភាពទេសស្អាតភាពស្ងប់ស្ងាត់កម្ដៅពន្លឺនិងអារម្មណ៍ថាទេសភាពនេះមិនមែនត្រូវបានបំផ្លាញដោយមហន្តរាយនោះទេប៉ុន្តែវាត្រូវបានបង្កើតឡើងតាំងពីដំបូងដើម្បីបដិសេធរាល់ជីវិតទាំងអស់រឿងបន្ទាប់គឺនិយាយអំពីមនុស្សនិងអំពីមហន្តរាយដែលជួនកាលមិនបានបំផ្លាញអាថ៌កំបាំងនោះទេប៉ុន្តែផ្ទុយទៅវិញវាបានរុញច្រានអាថ៌កំបាំងនោះឲ្យលេចចេញមកក្រៅអស់យើងទៅកាន់ទីក្រុងបាមអាកេបាមជាយូរមកហើយត្រូវបានគេចាត់ទុកថាជារូបភាពដ៏ល្អឥតខ្ចោះនៃទីក្រុងបុរាណដែលសាងសង់ពីអតីតបន្ទាយដ៏ធំសម្បើមនៅក្នុងតំបន់អូអាស៊ីជញ្ជាំងប៉មទីធ្លាផ្លូវដើរគឺជាសំណង់ទាំងមូលដែលកើតចេញពីដីយ៉ាត់និងពន្លឺព្រះអាទិត្យបើមើលពីចម្ងាយអ្វីទាំងអស់នេះមើលទៅហាក់ដូចជាមិនមែនជាការពិតដូចជាគំរូដែលគេទប់ចោលនៅកណ្ដាលវាលខ្សាច់ប៉ុន្តែនៅព្រឹកថ្ងៃទី26ខែធ្នូឆ្នាំ2003ការយល់ច្រឡំនេះត្រូវបានបញ្ចប់គ្រូរញ្ជួយដីបានវាយប្រហារទីក្រុងបាមនិងតំបន់ជុំវិញនៅពេលព្រលឹមស្រាងមនុស្សរាប់ម៉ឺននាក់បានបាត់បង់ជីវិតហើយផ្នែកដ៏ធំនៃទីក្រុងចាស់បានដួលរលំអ្វីដែលធ្លាប់តែរឹងមាំនិងច្បាស់លាស់អស់ជាច្រើនសតវត្សមកហើយនោះបានប្រែទៅជាគំនរបាក់បែកក្នុងរយៈពេលត្រឹមតែប៉ុន្មានវិនាទីប៉ុណ្ណោះប៉ុន្តែគឺនៅពេលនោះហើយដែលបន្ទាយនេះបានចាប់ផ្ដើមបង្ហាញពីការពិតរបស់វាច្បាស់ជាងពេលដែលវានៅមានរូបរាងទាំងមូលទៅទៀតនៅពេលដែលធូលីបានរលាយបាត់ទៅវាបានបង្ហាញឲ្យឃើញថាទីក្រុងបាមបុរាណមានភាពស្មុគស្មាញជាងអ្វីដែលយើងបានឃើញពីមុននៅផ្នែកខ្លះនៃសំណង់បានបង្ហាញឲ្យឃើញនៅបច្ចេកទេសសាងសង់និងគ្រឿងបង្គុំពង្រឹងដែលពីមុនត្រូវបានលាក់កំបាំងនៅក្រោមស្រទាប់ថ្មីនិងរូបរាងខាងក្រៅដែលយើងធ្លាប់ឃើញវាផ្ដល់នូវអារម្មណ៍ចម្លែកមួយគឺនៅពេលដែលវិមាននេះនៅឈររឹងមាំអ្នកឃើញតែរូបរាងខាងក្រៅរបស់វាប៉ុណ្ណោះប៉ុន្តែនៅពេលដែលវាដួលរលំគ្រោងឆ្អឹងខាងក្នុងរបស់វាត្រូវបានលាតត្រដាងហើយនៅទីនេះហើយដែលគំនិតមិនល្អមួយបានកើតឡើងជួនកាលយើងជឿជាក់ថាយើងយល់ច្បាស់ពីសំណង់បុរាណគ្រាន់តែដោយសារតែយើងស៊ាំនឹងរូបរាងខាងក្រៅរបស់វាប៉ុន្តែការពិតអំពីសំណង់អាចនឹងមិនមែនលាក់កំបាំងនៅក្រោមដីនោះទេគឺវាស្ថិតនៅក្នុងជញ្ជាំងតែម្ដងគ្រាន់តែថាភាពពេញលេញនៃសំណង់នេះបានរារាំងយើងមិនឲ្យឃើញការពិតអស់រយៈពេលជាយូរមកហើយអាកេបានតាំងនៅអស់ជាច្រើនសតវត្សមកហើយនិងមានទំនាក់ទំនងជាមួយផ្លូវពាណិជ្ជកម្មដ៏សំខាន់វាមិនមែនគ្រាន់តែជាប្រាសាទនោះទេប៉ុន្តែវាគឺជាប្រព័ន្ធក្រុងដែលមានជីវិតជាមួយនឹងយុទ្ធសាស្ត្រការពារនិងជីវភាពរស់នៅប្រចាំថ្ងៃរបស់វាហើយនៅពេលដែលប្រព័ន្ធបែបនេះដួលរលំវាបង្ហាញឲ្យឃើញច្រើនជាងអ្វីដែលយើងចង់ឃើញពីព្រោះរួមជាមួយជញ្ជាំងដែលបាក់បែកភាពជឿជាក់របស់យើងដែលថាអតីតកាលត្រូវបានបកស្រាយរួចរាល់ហើយនោះក៏រលាយបាត់ទៅដែរបន្ទាប់ពីមហន្តរាយការស្ដារឡើងវិញក៏បានចាប់ផ្ដើមហើយនៅទីនេះមានសំណួរមួយកើតឡើងដែលធ្វើឲ្យយើងមានអារម្មណ៍មិនស្រួលក្នុងកម្រិតមួយផ្សេងទៀតតើអ្វីទៅដែលយើងកំពុងស្រង់ចេញពីគំនរបាក់បែកនៅពេលដែលយើងស្ដារទីក្រុងបុរាណឡើងវិញតើវាជាវត្ថុពិតការចងចាំការកសាងឡើងវិញដ៏ស្រស់ស្អាតឬគ្រាន់តែជាការស្រមៃរបស់យើងអំពីអតីតកាលដែលគួរតែមានរូបរាងបែបណាហើយឥឡូវនេះគឺ share subject ហើយនៅទីនេះភាពបុរាណលែងគ្រាន់តែជាអ្វីដែលគួរឲ្យចាប់អារម្មណ៍ទៀតហើយវាក្លាយជាអ្វីដែលនៅជិតយើងបំផុតទីក្រុងដែលត្រូវបានដុតបំផ្លាញនេះស្ថិតនៅភាគអាគ្នេយ៍នៃប្រទេសអ៊ីរ៉ង់និងមានអាយុកាលតាំងពីសតវត្សទី3មុនគ្រិស្តសករាជត្រឹមតែប៉ុណ្ណេះគឺគ្រប់គ្រាន់ដើម្បីរំពឹងទុកនៅរបស់កំហាញបុរាណវិទ្យាធម្មតាដូចជាគ្រឿងកុលាលភាគជញ្ជាំងសិប្បកម្មនិងភ្នូរសពប៉ុន្តែបញ្ហាគឺថា share សក់តែងតែធ្វើឲ្យយើងហួសពីការស្មាននៅទីនេះរបស់កំហាញមិនត្រឹមតែគួរឲ្យចាប់អារម្មណ៍ប៉ុណ្ណោះទេប៉ុន្តែវាហាក់ដូចជាមានទំនាក់ទំនងផ្ទាល់ខ្លួនអ្វីដែលល្បីល្បាញបំផុតនោះគឺលាតក្បាលស្ត្រីដែលមានភ្នែកសិប្បនិម្មិតវាមិនមែនជាយ័ន្តឬគ្រឿងលម្អសម្រាប់ពិធីបុណ្យសពនោះទេប៉ុន្តែជាភ្នែកសិប្បនិម្មិតពិតប្រាកដដែលត្រូវបានប្រើប្រាស់កាលពីនៅរស់វាមានអាយុកាលប្រហែល 4800 ឆ្នាំហើយវាត្រូវបានធ្វើឡើងពីវត្ថុធាតុស្រាលស្រោបដោយស្រទាប់មាសស្តើងហើយពួកគេបានព្យាយាមធ្វើឲ្យវាមានរូបរាងដូចភ្នែកពិតប្រាកដនៅលើលាក្បាលនៅតែមានស្លាកស្នាមនៃការប្រើប្រាស់វាអស់រយៈពេលជាយូរ
សូមជុកមួយផ្លែកកាលពី7,000ឆ្នាំមុនមនុស្សម្នាក់បានបាត់បង់ភ្នែកហើយនរណាម្នាក់នៅក្បែរនោះមិនត្រឹមតែទទួលយកវាទេប៉ុន្តែថែមទាំងបានរកវិធីដើម្បីធ្វើឲ្យផ្ទៃមុខនោះពេញលេញឡើងវិញទោះបីជាវាមិនល្អឥតខ្ចោះឬមើលទៅហាក់ដូចជាគ្រឿងបើធៀបនឹងសម័យបច្ចុប្បន្នប៉ុន្តែវាត្រូវបានធ្វើឡើងយ៉ាងយកចិត្តទុកដាក់ដើម្បីឲ្យគេអាចពាក់វាបានជាប់ជានិច្ចហើយនៅទីនេះអ្វីដែលគួរឲ្យភ្ញាក់ផ្អើលមិនមែនជាភាពបុរាណនោះទេប៉ុន្តែគឺជាទឹកចិត្តដ៏ជ្រាលជ្រៅរបស់មនុស្សពីព្រោះនៅពីក្រោយរបស់គំហើញនេះមិនត្រឹមតែមានសិប្បកម្មប៉ុណ្ណោះទេប៉ុន្តែថែមទាំងមានការយកចិត្តទុកដាក់ទៀតផងប៉ុន្តែវាមិនមែនមានតែប៉ុណ្ណឹងទេនៅရှယ်សកទេសគេបានរកឃើញលាតក្បាលដែលមានស្លាកស្នាមនៃការវះកាត់លាតក្បាលយ៉ាងហោចណាស់មានករណីមួយដែលគេស្គាល់បង្ហាញពីសញ្ញានៃការជាសះស្បើយមានន័យថាអ្នកជំងឺបានរស់នៅបន្តមួយរយៈទៀតក្រោយការវះកាត់ហើយនៅពេលនោះយុគសម័យសម្រិតស្រាប់តែលែងមើលទៅឆ្ងាយនឹងហួសសម័យទៀតហើយវាប្រែជាមានភាពស្មុគស្មាញប្រុងប្រយ័ត្ននិងមានលក្ខណៈជាមនុស្សជាងអ្វីដែលយើងធ្លាប់គិតSherlock ធ្វើឲ្យយើងភ្ញាក់ផ្អើលដោយសាររឿងនេះមិនមែនដោយសារអច្ឆរិយវិទ្យាសាស្ត្រឬរបបកំហើញដ៏អស្ចារ្យនោះទេប៉ុន្តែដោយសារតែអតីតកាលស្រាប់តែបង្ហាញខ្លួនមកកាន់យើងក្នុងរូបភាពដ៏ទំនើបមួយហើយនៅពេលដែលអ្នកយល់ថាភ្នែកមាសនោះតាមពិតគឺជាការព្យាយាមដើម្បីផ្ដល់ផ្ទៃមុខឲ្យមនុស្សម្នាក់ឡើងវិញភាពបុរាណក៏លែងជារឿងដែលស្លាប់បាត់ទៅហើយដែរប៉ុន្តែបន្ទាប់ពីនេះវានឹងកាន់តែអស្ចារ្យជាងនេះទៅទៀតចំណុចបន្ទាប់គឺ Natural Stemមិនឆ្ងាយពី Persepolis ទេមានភ្នូររបស់ស្ដេចដែលឆ្លាក់ជាប់នឹងផ្ទាំងថ្មដែលសូម្បីតែសប្តាហ៍ថ្ងៃនេះក៏មើលទៅហាក់ដូចជាមិនមែនមនុស្សជាអ្នកឆ្លាក់ប៉ុន្តែជាអំណាចផ្ទាល់តែម្ដងនៅខ្ពស់ពីលើដីលើផ្ទៃថ្មដ៏ចោតគេឃើញមានរូបចម្លាក់ដ៏ធំសម្បើមដែលមានខ្សែបន្ទាត់ច្បាស់លាស់និងមានទល់ឲ្យភាពយ៉ាងល្អឥតខ្ចោះគ្រាន់តែទីតាំងរបស់វាក៏ធ្វើឲ្យយើងមានអារម្មណ៍ស្ញប់ស្ញែងដែរនេះមិនមែនជាកន្លែងដែលសេចក្តីស្លាប់ត្រូវបានគេទទួលយកដោយស្ងប់ស្ងាត់នោះទេវាគឺជាកន្លែងដែលសេចក្តីស្លាប់ស្ថិតនៅខ្ពស់ជាងមនុស្សជាតិNatural Stem ត្រូវបានផ្សារភ្ជាប់ជាមួយនឹងស្ដេចនៃអាណាចក្រ Achaemenid រួមទាំងស្ដេច Darius ទី1និងអ្នកស្នងតំណែងរបស់ទ្រង់រូបចម្លាក់ទាំងនេះត្រូវបានឆ្លាក់ដោយផ្ទាល់ទៅក្នុងផ្ទាំងថ្មហើយក្រោយមកទៀតក៏មានរូបចម្លាក់សម័យសេហ្សេញៀនបន្ថែមពីលើនោះដែរវាបានក្លាយជាកំណត់ត្រាប្រវត្តិសាស្ត្រថ្មដ៏ចម្លែកនៃអាណាចក្រជាច្រើនដែលហាក់ដូចជាកំពុងដណ្ដើមគ្នានៅភាពអមតៈតែមួយប៉ុន្តែសំណួរសំខាន់បំផុតកើតឡើងមុនការបរិច្ឆេទណាមួយទៅទៀតតើគេធ្វើវាបានដោយរបៀបណាភ្នំថ្មខ្ពស់ផ្ទៃរាបស្មើខ្លាំងពេកហើយខ្សែបន្ទាត់ក៏ច្បាស់លាស់ខ្លាំងពេកដែរអ្វីមើលទៅហាក់ដូចជាអ្នកសាងសង់មិនបានធ្វើការនៅកម្ពស់ដ៏គ្រោះថ្នាក់ទេប៉ុន្តែក្នុងលក្ខខណ្ឌងាយស្រួលស្ទើរតែដូចសម័យទំនើបជាការពិតណាស់កំណែផ្លូវការនិយាយអំពីការប្រើរន្ទាខ្សែពួរកម្លាំងពលកម្មដោយដៃនិងការរៀបចំដ៏ធំសម្បើមប្រហែលជាវាពិតជាបែបនោះមែនប៉ុន្តែនៅនឹងកន្លែងផ្ទាល់ការពន្យល់នេះលែងធ្វើឲ្យយើងអស់ចម្ងល់ទៀតហើយព្រោះរាងកាយមានប្រតិកម្មលឿនជាងខួរក្បាលវាសម្លឹងទៅលើហើយនិយាយថាខ្ពស់ពេកហើយស្អាតពេកហើយច្បាស់លាស់ពេកហើយចន្លោះប្រហោងរវាងចំណេះដឹងនិងអារម្មណ៍នេះហើយដែលធ្វើឲ្យ Natural Stem មានឥទ្ធិពលខ្លាំងបែបនេះអ្នកអាចយល់ពីបច្ចេកវិទ្យាប៉ុន្តែក្នុងចិត្តអ្នកនៅតែមានអារម្មណ៍ថាអ្វីដែលនៅចំពោះមុខអ្នកគឺស្ទើរតែមិនអាចទៅរួចសម្រាប់សម័យកាលនោះវាក៏មានផលប៉ះពាល់ផ្លូវចិត្តម្យ៉ាងទៀតនៅទីនេះដែរភ្នូរទាំងនេះមិនស្ថិតនៅក្រោមជើងរបស់អ្នកទេពួកវាស្ថិតនៅពីលើហើយបន្តបំពេញភារកិច្ចរបស់ខ្លួនសូម្បីតែរាប់ពាន់ឆ្នាំក្រោយមកក៏ដោយសូម្បីតែស្ដេចដែលសោយទីវង្គតក៏មិនចង់នៅកម្រិតស្មើនឹងមនុស្សរស់ដែរហើយរឿងនេះអាចយល់បានដោយមិនបាច់បកស្រាយឥឡូវនេះចូលយើងធ្វើដំណើរទៅកាន់កន្លែងដែលសូម្បីតែដេកផ្ទាល់ក៏លែងមានសុវត្ថិភាពដែរចំណុចបន្ទាប់គឺ Raigenវាគឺជាវាលខ្សាច់មួយក្នុងចំណោមវាលខ្សាច់ទាំងឡាយដែលរឿងព្រេងមិនមែនកើតឡើងជំនួសរូបវិទ្យាទេប៉ុន្តែគឺកើតចេញពីវាផ្ទាល់តែម្ដងឈ្មោះ Raigen ជារឿយត្រូវបានគេបកប្រែថាកុកខ្សាច់របស់ពួកចិនគឺវាលខ្សាច់ដែលត្រូវបណ្ដាសាកវាស្ដាប់ទៅដូចជារឿងបំភ័យធម្មតាប៉ុន្តែគ្រាន់តែក្រឡេកមើលសន្តានដីរឿងបំភ័យនោះចាប់ផ្ដើមមានអារម្មណ៍ដូចជាការព្រមានដ៏ស្មោះត្រង់បំផុតដំបូងឡើយអ្វីមើលទៅសាមញ្ញណាស់ខ្សាច់វាលអំបិលនិងជើងមេឃដ៏ឆ្ងាយបន្ទាប់មកផ្ទៃដីចាប់ផ្ដើមក្បត់អ្នកនៅកន្លែងដែលដីហាក់ដូចជារឹងមាំនៅក្រោមស្រទាប់ខាងលើអាចមានភក់អំបិលស្អិតលាក់ខ្លួនគ្រឿងចាក់ចុះផក់ផ្លូវធ្វើដំណើរត្រូវកាត់ផ្ដាច់លំហដែលនៅលើផែនទីមើលទៅហាក់ដូចជាទេនិងត្រង់បែរជាคล้ายជាអន្ទាក់ជាបន្តដោយសារតែហេតុនេះហើយទើប Raigen ត្រូវបានគេចាត់ទុកថាជាតំបន់ដែលសូម្បីតែអ្នកធ្វើដំណើរដែលមានបទពិសោធន៍ក៏មិនហ៊ានប្រថុយដែរនៅទីនេះភាពក្លាហានតែមួយមុខមិនគ្រប់គ្រាន់ទេគឺត្រូវការភាពច្បាស់លាស់ការសម្រេចចិត្តខុសតែមួយការដើរវង្វេងតែមួយជុំការគណនាទឹកខុសតែបន្តិចនោះវាខ្សាច់នឹងប្រែក្លាយការរុករកទៅជាការតស៊ូដើម្បីរស់រានមានជីវិតយ៉ាងឆាប់រហ័ស
ប៉ុន្តែគ្រោះថ្នាក់ខាងរូបរាងកាយហាក់ដូចជាមិនទាន់គ្រប់គ្រាន់សម្រាប់វាទេនោះហើយជាមូលហេតុដែលរឿងព្រេងអំពីពួកចិននៅទីនេះស្ដាប់ទៅមិនមែនជារឿងកំប្លែងទេប៉ុន្តែស្ទើរតែសមហេតុផលនៅពេលដែលដីអាចបឺតស្រុកគ្រឿងចាក់ជើងមេឃញ័រដោយសារកម្ដៅហើយភាពស្ងប់ស្ងាត់ប្រែជាក្រាស់ពេកមនុស្សត្រូវការភាសាដើម្បីហៅឈ្មោះគ្រោះថ្នាក់នោះហើយឥឡូវនេះយើងបានមកដល់វគ្គបញ្ចប់ដល់កន្លែងដែលអ៊ីរ៉ង់បានផ្សារភ្ជាប់ជំនឿបុរាណភូមិសាស្ត្រនិងអារម្មណ៍នៃជំរឿដែលមិនអាចទៅដល់ឲ្យคล้ายជារូបភាពមួយដ៏ល្អឥតខ្ចោះហាក់សូលីមែនមើលមួយផ្លែទៅហាក់ដូចជាមិនមានគ្រោះថ្នាក់អ្វីនោះទេវាហាក់ដូចជាមានភាពស្ងប់ស្ងាត់ណាស់កំតិចកំទីថ្មស្មៅផ្ទាំងថ្មនិងមេឃបន្ទាប់មកភ្នែករបស់អ្នកក៏សម្លឹងទៅកាន់បឹងនោះហើយអ្នកនឹងដឹងថាវាមិនមែនគ្រាន់តែជាអាងទឹកធម្មតានៅចំកណ្ដាលសំឡុងបុរាណនេះទេវាគឺជាជម្រៅដ៏ជ្រៅនិងងឹតដែលអស់រយៈពេលជាច្រើនសតវត្សមកហើយត្រូវបានគេចាត់ទុកថាជាអ្វីដែលលើសពីប្រភពទឹកធម្មជាតិសំណង់ដ៏វិសុទ្ធនេះមានទំនាក់ទំនងជាមួយសម័យកាលនិងប្រពៃណីផ្សេងគ្នាជាច្រើននៅចំកណ្ដាលមានបឹងមួយដែលមានរាងស្ទើរតែមូលល្អដែលត្រូវបានផ្គត់ផ្គង់ដោយប្រភពទឹកចេញពីជម្រៅដីជម្រៅរបស់វាត្រូវបានគេប៉ាន់ស្មានថាមានប្រហែលជា100ម៉ែត្រសម្រាប់មនុស្សសម័យបុរាណវាមិនមែនជាបឹងទៀតទេប៉ុន្តែវាគឺជាអណ្ដូងដ៏ជ្រៅដែលពោរពេញទៅដោយទឹកនិងភាពស្ងប់ស្ងាត់អ្វីដែលចម្លែកបំផុតនោះគឺភាពមិនប្រែប្រួលរបស់វាសេតុណ្ហភាពទឹកស្ទើរតែមិនផ្លាស់ប្ដូរទាល់តែសោះក្នុងរយៈពេលពេញមួយឆ្នាំពីព្រោះបឹងនេះត្រូវបានផ្គត់ផ្គង់ដោយប្រភពទឹកពីក្រោមដីដ៏ជ្រៅសម្រាប់យើងនេះគឺជាជោសាសប៉ុន្តែសម្រាប់ពិភពលោកបុរាណវាគឺជាអភូតហេតុដ៏អស្ចារ្យមួយហើយអភូតហេតុបានក្លាយជាកន្លែងគួរឲ្យខ្លាចយ៉ាងឆាប់រហ័សជាពិសេសប្រសិនបើគេមិនអាចស្វែងយល់ពីវាឲ្យបានច្បាស់លាស់អស់រយៈពេលជាច្រើនសតវត្សមកហើយមនុស្សបានបោះគ្រឿងសក្ការបូជាចូលទៅក្នុងបឹងនេះគេជឿថានៅបាតបឹងអាចមានគ្រឿងសក្ការបូជានិងវត្ថុបុរាណពីសម័យកាលផ្សេងគ្នាជាច្រើនបញ្ហានោះគឺថាកន្លែងនេះស្ទើរតែមិនដែលបញ្ចេញអ្វីមកវិញឡើយបឹងនេះទទួលយកនិងរក្សាទុកនៅអ្វីគ្រប់យ៉ាងហើយភាពមិនអាចទៅដល់ជម្រៅរបស់វាបាននេះហើយដែលធ្វើឲ្យវាក្លាយជាកន្លែងគួរឲ្យបារម្ភប៉ុន្តែនៅក្បែរនោះក៏មានកន្លែងមួយទៀតដែលធ្វើឲ្យវគ្គបញ្ចប់នេះក្លាយជាដូចជារឿងព្រេងនិទានពិតនោះគឺគុករបស់សាឡូមោនដែលជាភ្នំរាងកោណដែលមានប្រហោងដ៏ជ្រៅនៅខាងក្នុងពីខាងក្រៅវាមើលទៅដូចជាភ្នំដ៏ចម្លែកធម្មតាមួយនៅពេលអ្នកដើរទៅជិតអ្នកនឹងឃើញថាខាងក្នុងវាមានរូងដ៏ធំដូចជាអណ្ដូងយក្សដែលលាក់ខ្លួននៅក្នុងភ្នំថ្មតាមរឿងព្រេងក្នុងតំបន់ទីនេះគឺជាកន្លែងដែលស្ដេចសាឡូមោនបានឃុំឃាំងពួកបិសាចហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺរឿងព្រេងនេះវាស៊ីគ្នាទៅនឹងទិដ្ឋភាពជាក់ស្ដែងនៃទីកន្លែងនេះម្ខាងគឺជាបឹងដែលលេបយកគ្រឿងសក្ការបូជាដោយមិនប្រគល់មកវិញហើយម្ខាងទៀតគឺជាភ្នំប្រហោងដែលមើលទៅដូចជាអន្ទាក់ថ្មនៅចន្លោះកន្លែងទាំងពីរនេះទេវកថាបានកាត់ឡើងដោយជិះមិនរួចនេះហើយគឺជាអ្វីដែលគួរឲ្យខ្លាចបំផុតអំពីកន្លែងទាំងនេះវាមិនត្រឹមតែបំផ្លាញចំណេះដឹងរបស់យើងប៉ុណ្ណោះទេប៉ុន្តែថែមទាំងបំផ្លាញវិចារណញ្ញាណរបស់យើងទៀតផងនៅពីក្រោយផ្ទាំងថ្មគឺជាផ្ទះនៅពីក្រោយឥដ្ឋគឺជាដានជើងក្មេងនៅពីក្រោយជញ្ជាំងគឺជាសំណង់ដែលលាក់កំបាំងនៅពីក្រោយវាលខ្សាច់គឺជាអន្ទាក់ហើយនៅពីក្រោយផ្ទៃទឹកដ៏ស្ងប់ស្ងាត់គឺជាជម្រៅដែលគេខ្លាចមិនហ៊ានរំខានអស់រាប់សិតវត្សប្រទេសអ៊ីរ៉ង់ពូកែធ្វើរឿងបែបនេះឲ្យមានភាពរន្ធត់ខ្លាំងណាស់វាមិនមែនជាការសម្ដែងនោះទេប៉ុន្តែវាគ្រាន់តែបង្ហាញម្ដងហើយម្ដងទៀតថាអតីតកាលមិនបានរលីបាត់ទៅណាឡើយវាឈរនៅក្រោមខ្យល់បក់បោកយោទៅយល់មកសម្លឹងមកអ្នកដោយភ្នែកពណ៌មាសនិងភាពស្ងៀមស្ងាត់ហើយនៅពេលដែលមនុស្សស្ថិតនៅក្បែររបស់ទាំងនេះពួកគេនឹងមានអារម្មណ៍ថាខ្លួនឯងតូចទាបជាងអ្វីដែលពួកគេធ្លាប់គិតសូមសរសេរក្នុងមតិយោបល់ថាតើកន្លែងណាដែលអ្នកចាប់អារម្មណ៍បំផុតហើយតើអ្នកហ៊ានទៅកន្លែងណាដោយខ្លួនឯងប្រសិនបើវីដេអូនេះគួរឲ្យចាប់អារម្មណ៍សូមជួយចុច like និងចុចជាវដើម្បីកុំឲ្យខកខានការស្វែងយល់ពីទីកន្លែងនានាដែលប្រវត្តិសាស្ត្រស្ថិតនៅជិតបំផុតរហូតដល់អ្នកមានអារម្មណ៍ថាមិនស្ងប់នៅពេលនៅក្បែរវា